បាទសួស្តីបងប្អូននេះជាកីឡាចាប់ជ្រូកបាទផ្ដួលបាទដែលយើងឃើញបរោះម្នាក់ហ្នឹងគាត់ជាកីឡាករបាទចាប់ជ្រូកបាទជ្រូកហ្នឹងជ្រូកមេបងប្អូនអត់មៀតក៏មិនសូវអន់ជាងបរោះម្នាក់ហ្នឹងដែរអញ្ចឹងអូខេឃើញតែការបដួលជ្រូកហ្នឹងរាំងលំបាកគ្រាន់ដែរបាទប៉ុន្តែបរោះម្នាក់ហ្នឹងខំប្រឹងបាទដើម្បីទទួលបាននៅគេហៅថាជ័យលាភីឈ្នះមេជ្រូកបាទដែលសង្ស័យដែរបើសិនតែជ្រូកឈ្មោលសង្ស័យតែចាញ់ជ្រូកហើយបាទបងប្អូនបាទដោយសារតែមេបរោះហ្នឹងចង់ធំជាងជ្រូកហើយតប់នឹងជ្រូកមិនចង់រួចដែរឃើញតែជ្រូកនឹងជ្រូកមេទៀតបាទហ្នឹងហើយសប្បាយដែរឃើញការប្រឡងប្រណាំងកាច់ជ្រូកអញ្ចឹងបាទកីឡាផ្លែកស្រុកគេបងប្អូនហ្នឹងហើយបើមានស្រុកយើងក៏ល្អមួយយ៉ាងដែរព្រោះដើម្បីហាត់ប្រាណដល់បរោះយើងកុំឲ្យចេះតែឡើងគីឡូធាត់ហូបចុករាល់ថ្ងៃអត់មានកម្លាំងពលកម្មហាត់ប្រាណអញ្ចឹងវាមានការឡើងគីឡូបានតែហ្នឹងកីឡាគេផ្លែកដែរដូច្នេះក៏ធ្វើឲ្យបរោះគាត់អាចមានគេថាសិទ្ធទទួលបាននៅជ័យជំនះលើមេជ្រូកបាទបងប្អូនហ្នឹងហើយមេជ្រូកអូបរោះម្នាក់ហ្នឹងគឺឈ្នះហើយបាទមេជ្រូកចាញ់ណាមេជ្រូកគេថាដួលជាប់នឹងដីហើយចាញ់បរោះម្នាក់ហ្នឹងហើយបាទបងប្អូនហ្នឹងហើយអញ្ចឹងមានន័យថាជ័យលាភីជ័យជំនះបានទៅលើបរោះម្នាក់ហ្នឹងមែនបាទបងប្អូនឃើញទេ